សួស្តីអ្នកនរគ្នាហើយនេះគឺជាស្រូវសែនត្រអូបបងប្អូនអាយុវា1 ខែខ្វះ2 ថ្ងៃទេ1 ខែបងប្អូនថ្ងៃទី18បាន1 ខែណាហើយយើងទៅបាជីហើយ2 ថ្ងៃទេបងប្អូន2 ថ្ងៃទេណា2 ថ្ងៃហើយយើងបាញ់ថ្នាំសត្វល្អិតតកៅហើយជាមួយនឹងថ្នាំពៅបុកជាមួយថ្នាំជំងឺបានម្ដងទៅបាញ់ហើយបានម្សិលមិញដែរទេហើយយើងឃើញថាស្រូវចាប់ដើមចាប់ជីលឿនបងប្អូនដោយសារយើងបាញ់អាហារបំពន់ទៅលើស្លឹកវាឲ្យយើងបាចជីទៅអញ្ចឹងធ្វើឲ្យស្រូវរបស់យើងគឺវាគេហៅថាចាប់ចំណីពីក្នុងដីនឹងបានល្អតែពេលហើយស្រូវយើងក៏ប្រែលឿនដែរបងប្អូននេះអស់ទឹកទៀតហើយនេះចាប់ចំណីបានល្អធ្វើឲ្យស្រូវរបស់យើងប្រែលឿនយើងឃើញថាខៀវស្រងាត់បងប្អូនហើយយើងប្រើជីបេអស់តិចទេបងប្អូនពាក់នេះក្លុកយើងប្រើជីបេអស់តិចទេប្រើក្នុង1 ហិកតា1 បេកន្លះបងប្អូនបាច់លើកទី1យើងប្រើតែ2 ដងទេសម្រាប់វគ្គនេះគឺបាច់វគ្គអាយុ28 ថ្ងៃឬក៏30 ថ្ងៃហ្នឹងបន្ទាប់មកអាយុ50 ថ្ងៃឬក៏45 ថ្ងៃយើងបាច់ភាសាទៀតគឺផ្ដាច់តែម្ដងហើយយើងបាច់តែ2 ដងទេហើយយើងឃើញថាស្រូវរឿងបែកកូនដែរបាទនេះមានស្មៅដកចោលទៅចាប់ដើមបែកកូនហ្នឹងឃើញទេបែកកូននេះមកដើម2 3ដើម2 3កន្លែងណាស្ដើងហ្នឹងណាបែកហ្នឹងនេះចំណុចខាងនេះវាអត់សូវបែកទេដោយសារវាដងសតេនេះដើមវាច្រើនអញ្ចឹងទៅអត់បែកទេបងប្អូនបែកតាណាស្ដើងហើយយើងឃើញថាអត់មានជំងឺមានអីយីទេស្រូវនេះអត់មានជំងឺយីទេហើយកន្លែងខូចមួយចំនួនក៏យើងបានជួសជុលនោះយើងជួសជុលបានច្រើនហើយវាអត់មានបញ្ហាទេយើងចង់ជួសជុលទៀតក៏អត់បានដែរវាលើសខែហើយបងប្អូនលើសខែណាយើងមិនអាចជួសជុលបានទេជួសជុលគឺចេញអត់ទាន់គ្នាទេបងប្អូនតែជួសជុលចេញអត់ទាន់គ្នាទេហើយវីដេអូនេះគឺអត់មានអីច្រើនទេបងប្អូនគ្រាន់តែចង់បង្ហាញទស្សនភាពទាំងមូលបានទេស្រូវអាយុ1 ខែណាហើយយើងប្រើជី2 ដងយើងចាំមើលដើមដងហើយនឹងផ្លែវាយ៉ាងម៉េចវិញបាទយើងប្រើជី2 ដងណាតើវាល្អជាង3 ដងឬក៏យ៉ាងណាឬក៏វាប្រហាក់ប្រហែលនឹង3 ដងអញ្ចឹងយើងជ្រើសរើសប្រើ2 ដងទៅវាសមใจបានច្រើនដែរបងប្អូនអញ្ចឹងសូមអរគុណសម្រាប់វីដេអូមួយនេះបាទ